សួស្តីអ្នកទាំងអស់គ្នាខ្ញុំយុ้យថ្ងៃនេះយើងនឹងមកតសៃរឿង5ស្នេហ៍ជាបកាយច្រឡំភាគ17របស់យើងទាំងអស់គ្នាមុននឹងចូលទៅកាន់សាច់រឿងសម្រាប់អ្នកមកថ្មីកុំភ្លេចចូល Subscribe Like Comment ឲ្យខ្ញុំម្នាក់មួយផងណាតើកុំឲ្យថែមាននិយាយច្រើននេះចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នារំលឹកពីសាច់រឿងមុនបន្តិចដូចជាយើងបានដឹងហើយថាលោកយើងបានហាត់សមម្នាក់ឯងហើយមេក៏ភ្លៀងដូចគ្នាហើយឥឡូវហ្នឹងលោកយើងបានល្អហើយគាត់ថាអូយឥឡូវហ្នឹងមេភ្លៀងខ្លាំងមែនតើលោកយើងបានកំណត់ចិត្តថាថ្ងៃហ្នឹងពិតជាអាក្រក់ខ្លាំងណាស់ហើយមានរឿងជាច្រើនដែលកើតឡើងចំពោះគាត់វាហាក់ដូចជាពិភពលោកនេះពិតជាស្អប់គាត់ចឹងហើយលោកយើងក៏បាននិយាយថាប្រកាសណាថាកៅអៅរបស់អ៊ីងក្រូថ្ងៃហ្នឹងពិតជាសើមអស់ហើយនិយាយរួចលោកយើងក៏បានដើរចេញទៅក្រៅប៉ុន្តែស្រាប់ពេលនោះមានដៃបរមម្នាក់បានស្ទូឆាតឲ្យលោកយើងហើយលោកយើងឆ្ងល់ថាហេតុអីបានជាគាត់ដើរចេញមកក្រៅហើយវាត្រូវភ្លៀងទៀតហើយលោកយើងក៏បានងាកទៅមើលបរមម្នាក់ហ្នឹងនោះគឺជាអ៊ីងក្រូហើយលោកយើងក៏បានលាន់ឈ្មោះហៅអ៊ីងក្រូរបស់យើងហើយអ៊ីងក្រូយើងប្រាប់ថាឲ្យយកទៅកុំហៅឈ្មោះខ្ញុំច្រើនពេកហើយលោកយើងក៏អរគុណទៅកាន់អ៊ីងក្រូរបស់យើងឥឡូវហ្នឹងមានអារម្មណ៍ថាអ៊ីងក្រូប្លែកខ្លាំងម៉េះទង្វើពេលខ្លះមើលទៅខ្ជូតខ្លាំងមែនតើលោកយើងក៏បានសួរទៅកាន់បងគេថាតើអ្នកឯងបានយកឆាត់មកឲ្យខ្ញុំមែនអ្នកឯងមិនបាច់ចាំធ្វើចឹងទេកុំឲ្យរំខានដល់អ្នកឯងហើយបងគេក៏តមកវិញគេចេះតែឆ្លើយទៅណាគេថាចេះឥឡូវហ្នឹងវាមិនភ្លៀងខ្លាំងណាតែទឹកភ្លៀងហ្នឹងត្រូវសន់ឯងប្រកាសណាវានឹងជ្រុះសក់អស់ហើយបងគេក៏បានប្រាប់ទៀតថាប្រកាសណាបើត្រូវទឹកភ្លៀងច្រើនប្រកាសណាថាអ្នកឯងហ្នឹងនឹងផ្ដាសាយហើយអូនគេក៏បាននិយាយទៅកាន់បងគេថាតើអ្នកឯងហ្នឹងនិយាយពិតអត់ខ្ញុំកំរណាក្នុងការប្រើឆាន់នៅក្នុងឆាកជីវិតរបស់ខ្ញុំហើយលោកយើងក៏ធ្វើទៅសួរបងគេថាចុះបើខ្ញុំសើមទាំងពាក់អាវខាងក្រៅរបស់អ្នកឯងតើខ្ញុំអាចនឹងជ្រុះសក់អត់ណោះហើយលោកយើងក៏និយាយថាតើខ្ញុំអាចនឹងកំពេកអត់ណោះអ៊ីងក្រូហើយអ៊ីងក្រូក៏តបមកវិញថាបាទលោកគេឃើញបងគេស្ងាត់ក៏អោនទៅមើលមុខបងគេហើយបងគេក៏សួរថាតើកើតអីគេប៉ុន្តែស្រាប់តែពេលនោះគេភ្ញាក់ផ្អើលខ្លាំងមែនតើពួកគេចាញ់សម្រស់អូនណោះហើយអូនគេក៏តបមកវិញថាមានអីទេវាគ្រាន់តែចម្លែកសម្រាប់ខ្ញុំបន្តិចហ្នឹងលោកក៏និយាយទៅប្រាប់បងគេទៀតថាហ្នឹងគឺជាលើកចុងក្រោយរបស់គេហើយដែលប្រើឆាតគាត់នឹងធ្លាប់ប្រើឆាតម្ដងកាលគាត់នៅរៀនសាលាបឋមហើយព្រោះតែពេលហ្នឹងវាមានព្យុះទៅខ្ញុំប្រើវាអេអ៊ីងក្រូហែងគិតដូចយើងអត់ហែងគិតអីគេយើងលេងឆាត់ចឹងទៅមានអារម្មណ៍ថាសប្បាយទេត្រូវអត់ផងលោកយើងក៏បាននិយាយទៅកាន់អ៊ីងក្រូទាំងស្នាមញ៉ាំថាហេអ៊ីងក្រូសាលបងលេងវាអត់ហើយអ៊ីងក្រូក៏ក្នុងចិត្តថាមានអារម្មណ៍ថាចម្លែកទៀតហើយបងគេក៏និយាយទាំងបារម្ភទៅកាន់អូនគេថាខ្លួនអត់សើមទេហេតុអីចង់ឲ្យខ្លួនឯងសើមចឹងណាប្រយ័ត្នឈឺអ៊ីងក្រូបានគិតក្នុងចិត្តថាពីមុនគាត់ចាប់ទុកលូគឺជាសត្រូវដ៏អាក្រក់បំផុតរបស់គាត់អ៊ីងក្រូក៏បានគិតក្នុងចិត្តថាគាត់អាចធ្វើឲ្យខ្ញុំសើចបានរហូតទោះបីឥឡូវហ្នឹងវាមេឃភ្លៀងក៏ដោយក៏គាត់អាចធ្វើឲ្យខ្ញុំសើចបានដែរវាមិនមានអារម្មណ៍ដូចពីមុនសោះថារំខានសោះមិនដូចឥឡូវគឺមានអារម្មណ៍ថារីករាយខ្លាំងមែនតើហើយលោកគេក៏សួរទៅកាន់បងគេថាតើអ្នកឯងមកហ្នឹងដោយសារតែបារម្ភពីខ្ញុំមែនហើយអ៊ីងក្រូក៏ចិត្តឆ្លើយទៀតហើយគេថាចេះគេថាដោយសារតែអាវយឺតរបស់គេទេហើយលោកយើងក៏បាននិយាយបូលូទៅកាន់អ៊ីងក្រូថាអញ្ចឹងអូអ្នកឯងធ្លាប់បារម្ភពីអាវយឺតរបស់អ្នកឯងទៀតទោះបីជាអ្នកឯងមានលុយច្រើនហើយអ្នកឯងចង់ទៅទិញកៅអៅហ្នឹងរាប់ពាន់រាប់លានក៏ដោយក៏អ្នកឯងនៅតែបារម្ភអាវហ្នឹងដែរមែនអូខ្ញុំមានអារម្មណ៍ថាចំណែនកៅអៅហ្នឹងខ្លាំងមែនតើខ្ញុំចង់ខឹងឯនេះបងអ្នកឯងធ្វើចង់ដាក់ខ្ញុំលោកយើងលេងមែនតើហើយចំណែនតាំងពីកៅអៅឡើយអ៊ីងក្រូគេក៏និយាយទៅកាន់អូនគេថាតើអ្នកឯងហ្នឹងគិតថាខ្ញុំហ្នឹងគឺជាមនុស្សដែលមានជីវភាពធូរធារមែនឲ្យអាវយឺតមកឲ្យខ្ញុំវិញអត់ឲ្យអាវមកយើងអត់ឯងគឺជាបិសាចយើងនឹងបាញ់ទឹកចំកដាមុខឯងហឺមើលវានិយាយហ្នឹងវានិយាយចង់មានន័យថាមិនហែងឲ្យអាវមកយើងអត់តើឥឡូវហ្នឹងឈប់មើលពីអ្នកណាំបន្លែងគ្នាយើងកាត់មកពេលព្រលឹមឡើងឃើញលោកយើងកំពុងតែធ្វើអាហារបដាជាងបដាហើយពេលហ្នឹងចតាមាថាបានសួរទៅកាន់លោកយើងថាលោកតើអ្នកឯងផ្ដាសាយអីមែនហើយលោកយើងក៏បានដោះម៉ាស់ចេញហើយនិយាយថាប្រកាសណាសើមខ្ញុំបានត្រូវទឹកភ្លៀងប៉ុន្តែមើលទៅខ្ញុំសប្បាយចិត្តខ្លាំងណាស់លោកយើងបាននិយាយទៅកាន់ម៉ាថាទៀតថាអូមិនអីទេតោះមកយើងធ្វើការរបស់យើងបន្តប៉ុន្តែអ្វីដែលសំខាន់នោះគឺមានជាការជាសម្រាប់ឡើងសង្ហាទៅកាន់ម៉ាថារបស់យើងហើយម៉ាថាយើងក៏បានលើកចាន hamburger ម្ដងហើយគេបាននិយាយថានេះហើយគឺជារឿងសំខាន់នោះគឺជា hamburger ម៉ាថាក៏បាននិយាយទៅកាន់លោកយើងថាណែត្រូវទៅញ៉ាំ hamburger មួយនឹងព្រោះដោយសារអីណែធ្វើការច្រើនណាហើយអង្គុយចុះទៅហើយណែញ៉ាំទៅហើយលោកយើងក៏បាននិយាយមកវិញថាបាទម៉ាថាបានទៅសើលោកក្នុងចិត្តថាគាត់គឺជាយុវជនម្នាក់ដែលឧស្សាហ៍ព្យាយាមនិងរស់រាយហើយអ្វីដែលសំខាន់នោះគឺគាត់សំណាងណាស់ដែលបានលោកយើងគឺជាបុគ្គលិកលោកយើងក៏លាន់មកទៅសួរម៉ាថាតើថ្ងៃហ្នឹងមើលទៅមានអារម្មណ៍ថាណែខុសប្លែកណាតើណែឯងទៅធ្វើសក់មែនហើយម៉ាថាក៏បានតបវិញថាតើអ្នកមិនបានកត់សម្គាល់ទេខ្ញុំបានទៅហាងកាត់សក់ដើម្បីធ្វើសក់មិនសមមិញហ្នឹងពេលម៉ាថានិយាយហួតម៉ាថាបានគិតក្នុងចិត្តទៀតហើយគាត់ថាជាគ្រាន់តែគាត់បានមើលលោកយើងញ៉ាំអាហារក៏គាត់សប្បាយចិត្តដែរចាតាំងពីលោកយើងមកធ្វើការនៅហ្នឹងគឺអាជីពរបស់គាត់គឺល្អប្រសើរមែនតើមិនដូចពីមុនទេគឺឡើងស្ងាត់ហើយម៉ាថាក៏បាននិយាយទៀតថាលោកយើងហ្នឹងគឺជាថែបរបស់គាត់ចាយល្មមបានហើយវាអត់ប្តីគេវាយប្រពន្ធគេដូចតែគ្នាសោះម៉ាថាគាត់អីគាត់ទៅលោកយើងអត់ខ្វល់ទេលោកយើងបានគិតទៅដល់បងគេទៀតទេគេគិតថាតើអ៊ីងក្រូហ្នឹងបានញ៉ាំអីនៅណគាត់រួចលោកយើងក៏សុំទៅកាន់ម៉ាថាថាតើខ្ញុំអាចយកមួយទៅឲ្យអ៊ីងក្រូបានអត់ហើយម៉ាថាក៏បានតបមកវិញថាតើម្នាក់នោះគឺឈ្មោះអ៊ីងក្រូមែនទេម្នាក់នោះគឺជាមិត្តភក្តិរបស់លោកដែលលោកបាននាំមកឲ្យខ្ញុំស្គាល់ថ្ងៃមុនមែនទេហើយយើងក៏ឃើញទឹកមុខលោកយើងភ្ញាក់ផ្អើលមែនតើហើយ
ហើយយើងក៏អត់ដឹងដែរថា intro មានរឿងអីឥឡូវហ្នឹងវីដេអូយើងចាប់ត្រឹមហ្នឹងហើយអធិស្ឋានខ្ញុំផងណាដែលឲ្យអ្នកទាំងអស់គ្នាចាំយូរឥឡូវហ្នឹងដូចដើមហើយបើចង់ដឹងថាសាច់រឿងយើងទៅជាយ៉ាងណាចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយបាយបាយ